Rồi xưaពុកម៉ែបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនទាំងគ្នាអំពីបញ្ហានៃការវិលមុខណាបងប្អូនទាំងការវិលមុខវាគឺជារោគសញ្ញានៃជំងឺមួយមិនមែនជាជំងឺទេណាបងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលបងប្អូនទាំងគ្នាវិលមុខបងប្អូនទាំងគ្នាត្រូវតែគិតថាតើបងប្អូនទាំងគ្នាអាចមានជំងឺអ្វីមួយដែលបណ្ដាលឲ្យបងប្អូនទាំងគ្នាវិលមុខជាទូទៅការវិលមុខគឺវាមានសញ្ញារួមផ្សំផ្សេងទៀតដែរអញ្ចឹងតើការវិលមុខគឺជាអ្វីវាអាចបណ្ដាលមកពីសញ្ញាអ្វីខ្លះហើយតើគួរតែព្យាបាលដោយរបៀបណាយើងតាមដានជាមួយខ្ញុំទាំងអស់គ្នានៅពេលដែលបងប្អូនទាំងគ្នាមានការវិលមុខគឺមានន័យថាបងប្អូនទាំងគ្នាកំពុងតែមានអារម្មណ៍ថាខ្លួនឯងនឹងកំពុងតែវិលចុះវិលឡើងខ្លួននៅបរិយាកាសជុំវិញខ្លួននឹងគឺកំពុងតែវិលហើយម្យ៉ាងទៀតពេលខ្លះទៅបងប្អូនទាំងគ្នាអាចមានអារម្មណ៍ថាដូចជាគេទាញទៅម្ខាងចឹងអាហ្នឹងហើយគឺជាអារម្មណ៍អាហ្នឹងហើយគឺជាការវិលមុខមូលហេតុដែលបណ្ដាលឲ្យបងប្អូនទាំងគ្នាវិលមុខគឺមានច្រើនហើយទី1គឺតាក់ទងជាមួយនឹងបញ្ហាត្រចៀកខាងក្នុងអញ្ចឹងត្រចៀកក្នុងរបស់យើងមានតួនាទីនៅក្នុងការរក្សាលំនឹងរាងកាយរបស់យើងតែកាលណាបងប្អូនទាំងគ្នាមានបញ្ហាត្រចៀកក្នុងហើយគឺបងប្អូនទាំងគ្នាមានអារម្មណ៍ថាខ្លួនឯងកំពុងតែវិលមុខធីងធំអញ្ចឹងបញ្ហាត្រចៀកក្នុងនោះមានជំងឺអីខ្លះទៅទី1គឺតាក់ទងជាមួយនឹងជំងឺ BPPV ជំងឺ BPPV គឺមានន័យថាជា benign paroxysmal positional vertigo វាពាក់ព័ន្ធជាមួយនឹងត្រចៀកនៅខាងក្នុងហ្នឹងពាក់ព័ន្ធជាមួយនឹងគេហៅថា anatomy ឬក៏សរីរាង្គត្រចៀកនៅខាងក្នុងហ្នឹងឯងទី2គឺតាក់ទងជាមួយនឹងជំងឺ meniasis អញ្ចឹងជំងឺនេះគឺបណ្ដាលមកពីសម្ពាធធាតុរាវនៅក្នុងត្រចៀកក្នុងហ្នឹងគឺវាកើនឡើងទី3ដែលជាជំងឺតាក់ទងជាមួយនឹងត្រចៀកក្នុងបងប្អូនទាំងនេះគឺតាក់ទងជាមួយនឹងការរលាកសរសៃប្រសាទរបស់ត្រចៀកអញ្ចឹងតើកាលណាបងប្អូនទាំងអស់គ្នាមានបញ្ហាក្នុងការរលាកសរសៃប្រសាទត្រចៀកហ្នឹងគឺធ្វើឲ្យបងប្អូនទាំងគ្នាមានបញ្ហាវិលមុខដូចគ្នាដែរមូលហេតុទី1គឺដោយសារតែមានបញ្ហាទៅលើត្រចៀកខាងក្នុងមូលហេតុទី2គឺដោយសារតែបញ្ហាខួរក្បាលអញ្ចឹងនៅពេលដែលបងប្អូនទាំងគ្នាមានបញ្ហាខួរក្បាលបងប្អូនទាំងគ្នាអាចនឹងប្រឈមមុខជាមួយនឹងការវិលមុខដែរអញ្ចឹងបញ្ហាខួរក្បាលនោះមានដូចជាបងប្អូនទាំងគ្នាដាច់សរសៃឈាមខួរក្បាលជាបញ្ហាធ្ងន់ធ្ងរមែនទែនបងប្អូនទាំងគ្នាអាចមានដុំពកនៅក្នុងខួរក្បាលបងប្អូនទាំងគ្នាអាចមានជំងឺរលាកស្រទាប់ខួរក្បាលមូលហេតុទី3ឲ្យបងប្អូនទាំងគ្នាមានបញ្ហាវិលមុខគឺដោយសារតែបងប្អូនទាំងគ្នាប្រើប្រាស់ថ្នាំមួយចំនួនថ្នាំពេទ្យមួយចំនួនក៏អាចធ្វើឲ្យបងប្អូនទាំងគ្នាមានបញ្ហាវិលមុខដែរអញ្ចឹងនៅពេលដែលបងប្អូនប្រើប្រាស់ថ្នាំណាមួយបងប្អូនទាំងគ្នាត្រូវតែទៅរកគ្រូពេទ្យជំនាញដើម្បីពិភាក្សាយោបល់មុននឹងប្រើប្រាស់ថ្នាំមូលហេតុផ្សេងទៀតឲ្យបងប្អូនទាំងគ្នាវិលមុខគឺដោយសារតែមានការប៉ះទង្គិចបងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាមានការប៉ះទង្គិចទៅលើផ្នែកក្បាលទៅគឺធ្វើឲ្យបងប្អូនទាំងគ្នាមានអាការៈវិលមុខផងដែរមានរោគសញ្ញាផ្សេងទៀតដែរដែលបងប្អូនទាំងគ្នាអាចមានកំឡុងពេលដែលបងប្អូនទាំងគ្នាវិលមុខណាគឺទី1បងប្អូនទាំងគ្នាអាចមានអារម្មណ៍ថាចង់ក្អួតឬក៏បងប្អូនទាំងគ្នាអាចក្អួតបងប្អូនទាំងអស់គ្នាអាចញើសបែកញើសជោកខ្លួនតែម្ដងហើយអាចចង្វាក់បេះដូងបងប្អូនទាំងគ្នានឹងលោតខុសប្រក្រតីភ្នែកញ័រហើយឈឺក្បាលមានប្រតិកម្មយឺតយ៉ាវហើយមួយទៀតគឺបាត់បង់សមត្ថភាពនៅក្នុងការឈរឬក៏បាត់បង់សមត្ថភាពនៅក្នុងការដើរដើម្បីឲ្យដឹងថាបងប្អូនទាំងអស់គ្នាមានបញ្ហាវិលមុខនោះដោយសារជំងឺអីមួយជាទូទៅគឺគ្រូពេទ្យត្រូវតែគេហៅថាធ្វើដំណើរការនៃការរោគវិនិច្ឆ័យបងប្អូនទាំងគ្នាអញ្ចឹងគ្រូពេទ្យនឹងអាចត្រូវពិនិត្យរាងកាយរបស់បងប្អូនទាំងគ្នាការពិនិត្យចលនាភ្នែកការពិនិត្យតេស្តទៅលើតុល្យភាពឬក៏អិរិយាបថការពិនិត្យទៅលើការស្ដាប់ហើយមួយទៀតក៏អាចឈានទៅដល់ការថតឆ្លុះដែរបងប្អូនគ្នាអាចធ្វើ MRI ឬក៏ CT scan ទៅលើខួរក្បាលអាចថតអេកូមើលត្រចៀកឬក៏ថតមើលត្រចៀកអាចពិនិត្យការស្ដាប់របស់បងប្អូនទាំងគ្នាជាពិសេសនោះគឺអាចធ្វើតេស្តមួយចំនួនផ្សេងទៀតដែរដែលតាក់ទងជាមួយនឹងតេស្តប្រព័ន្ធតុល្យភាពត្រចៀកខាងក្នុងបងប្អូនគ្នាដែលគេឲ្យឈ្មោះថាជា vestibular test ចំពោះការព្យាបាលគឺគេព្យាបាលទៅតាមមូលហេតុដែលកើតមាននៅពេលដែលបងប្អូនវិលមុខគេរកឃើញថាបងប្អូនទាំងគ្នាមានជំងឺណាមួយដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងគឺគេនឹងព្យាបាលទៅតាមមូលហេតុនោះឯងហើយប្រសិនបើបងប្អូនទាំងគ្នាមានបញ្ហាវិលមុខរ៉ាំរ៉ៃបងប្អូនទាំងគ្នាគួរតែប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវថាបងប្អូនទាំងគ្នាអាចនឹងមាន
បញ្ហាជំងឺណាមួយដែលបណ្ដាលឲ្យបងប្អូនទាំងគ្នាវិលមុខ